ក្មេងស្រីអាយុ9ឆ្នាំម្នាក់កំពុងតែប្រញាប់ប្រញាល់ទៅសាលារៀនប៉ុន្តែរំពេចនោះនាងក៏ត្រូវទប់ជើងឈប់ភ្លាមនាងបានងាកក្រោយហើយចាំយ៉ាងច្បាស់ថាបុរសដែលឈរនៅចំពោះមុខនាងនេះគឺជាស្វាមីកាពីជាតិមុនរបស់នាងទោះជាយ៉ាងណាក៏ដោយបុរសម្នាក់នោះមិនអាចចំណាំក្មេងស្រីរូបនេះបានទាល់តែសោះហើយក៏ប្រញាប់ដើរចេញទៅបាត់ដូច្នេះហើយក្រោយពេលចេញពីក្មេងស្រីរូបនោះបានដើរតម្រង់ទៅផ្ទះរបស់បុរសម្នាក់នោះភ្លាមមុនពេលដែលគាត់ទាន់ដឹងខ្លួនផងនាងក៏បានរុញទ្វារដើរចូលទៅក្នុងផ្ទះរួចប្រាប់ទៅគាត់ថានាងឈ្មោះ Lucy Leslie ហើយត្រូវជាប្រពន្ធរបស់គាត់កាពីជាតិមុនណាជេកមិនអាចទប់សំណាច់បានឡើយប៉ុន្តែ Lucy មិនខ្វល់ទេនាងបានដើរឡើងទៅជាន់ខាងលើតែម្នាក់ឯងនៅពេលដែលនាងទៅបង្ហាញខ្លួននៅចំពោះមុខ Lisa ដែលជាកូនស្រីរបស់នាងកាយវិការដំបូងរបស់ Lisa គឺភាពញាប់អាវនិងការប្រុងប្រយ័ត្នពេលឃើញទឹកមុខរបស់ Lisa បែបនេះ Lucy មានអារម្មណ៍រំភើបញាប់ញ័រយ៉ាងជ្រាលជ្រៅដែលធ្វើឲ្យ Lisa កាន់តែមានការងឿងឆ្ងល់ទ្វេឡើងនៅពេលដែល Lucy ដើរចុះមកខាងក្រោមទីបំផុត Lisa ក៏ដាច់ចិត្តសួរឪពុករបស់នាងថាហេតុអ្វីបានជាក្មេងស្រីម្នាក់នេះហ៊ានបំពានចូលមកក្នុងផ្ទះដោយគ្មានការអនុញ្ញាតបែបនេះរំពេចនោះខ្សែភ្នែករបស់ Lucy ក៏ប្រឡេកទៅឃើញរូបថតកាន់ទុករបស់ខ្លួនឯងនាងក៏ចាប់ផ្ដើមរអ៊ូថាមានរូបថតស្អាតជាងនឹងច្រើនហេតុអីក៏ជ្រើសរើសយករូបនឹងមកធ្វើជារូបកាន់ទុកទៅវិញការយកចិត្តទុកដាក់លើរឿងរ៉ាវលម្អិតតូចតាចទាំងនេះបានធ្វើឲ្យបេះដូងរបស់ជេកដើរញាប់ភ្លាមព្រោះវាដូចទៅនឹងទម្លាប់របស់ភរិយាដែលបានចែកឋានទៅរបស់គាត់បេះបិទ Lucy សម្លឹងមើលទៅរូបថតនោះដោយអារម្មណ៍ច្របូកច្របល់រួចចាប់ផ្ដើមរៀបរាប់ពីប្រវត្តិរបស់នាងថាថ្ងៃនេះនាងស្រាប់តែចងចាំរឿងរ៉ាវកាលពីជាតិមុនបានភ្លាមហើយដឹងថាខ្លួនឯងគឺជា Lucy បានឬដូចនោះ Lisa ក៏ប្រាប់ឲ្យឪពុករបស់នាងទូរស័ព្ទទៅម្ដាយឪពុករបស់ក្មេងស្រីរូបនេះព្រោះនាងជឿជាក់យ៉ាងមុតមមថាក្មេងស្រីម្នាក់នេះច្បាស់ជាមានបញ្ហាផ្លូវចិត្តមិនខានប៉ុន្តែបេះដូងរបស់ជេកវិញបែរជាញាប់ញ័រយ៉ាងខ្លាំងព្រោះទាំងសម្ដីកាយវិការឥរិយាបថរួមទាំងការដឹងរឿងរ៉ាវលម្អិតនៅក្នុងគ្រួសាររបស់ក្មេងស្រីម្នាក់នេះគឺសុទ្ធតែធ្វើឲ្យគាត់នឹកឃើញដល់ Lucy កាលពី10ឆ្នាំមុនទាំងអស់ទោះជាយ៉ាងណាក៏ដោយនៅពេលដែល Lucy ក្រឡេកទៅឃើញប្រអប់បាយនៅលើតុទឹកមុខរបស់នាងក៏ប្រែជាមើងម៉ាត់ភ្លាមនាងបានបើកសួរនាំពីរឿងទម្លាប់នៃការទទួលទានអាហាររបស់ពីរនាក់ឪពុកកូនក្រោយពេលដែលនាងបានស្លាប់ទៅនៅក្នុងអំឡុងពេលដែលកំពុងនិយាយនោះនាងក៏បានលូកដៃទៅចាប់កាន់ឈុតស្លាបព្រាស៊ុំដែលនាងប្រចាំចិត្តមកប្រើប្រាស់យ៉ាងស្ទាត់ជំនាញព័ត៌មានលម្អិតដ៏រស់រវើកនេះបានធ្វើឲ្យទាំងជេកនិង Lisa ភាំងស្រឡាំងកាំងជាខ្លាំងរំពេចនោះសម្លេងវិទ្យុពីខាងក្រៅក៏បន្លឺឡើង Lucy ដឹងខ្លួនថាពេលនេះល្ងាចណាស់ទៅហើយនាងក៏ប្រញាប់សុំកាតាបរៀនដើម្បីត្រឡប់ទៅផ្ទះវិញមុនពេលដើរចេញផុតពីទ្វារនាងមិនអាចទប់ចិត្តមិនឲ្យងាកមកមើលជេកបានឡើយហើយក៏ឃើញថាគាត់ហាក់ដូចជាចាស់ជាងមុនខ្លាំងណាស់ក្នុងរយៈពេល10ឆ្នាំដែលបានកន្លងផុតទៅនេះវិនាទីបន្ទាប់មកទ្វារផ្ទះក៏ត្រូវបានបិទចុះយ៉ាងស្រាលហើយផ្ទះទាំងមូលក៏ធ្លាក់ទៅក្នុងភាពស្ងប់ស្ងាត់ពីរនាក់ឪពុកកូនបានត្រឹមតែឈរថ្មឹងនៅក្នុងត្រចៀករបស់ជេកនៅតែលាន់នៅកែវភ្នែកនិងសម្លេងរបស់ក្មេងស្រីរូបនោះរាល់ចំណុចលម្អិតដ៏សាមទាំងនោះបានធ្វើឲ្យគាត់មានអារម្មណ៍ត្រជាក់ស្រេបដល់ឆ្អឹងខ្នង Lisa បានដាស់តឿនសិទ្ធិឪពុករបស់នាងដោយសម្លេងត្រជាក់ស្រទន់ថាមិនគួរឲ្យអ្នកដទៃចូលមកក្នុងផ្ទះផ្ដេសផ្ដាស់ឡើយនិយាយរួចនាងក៏ងាកក្រោយដើរឡើងទៅខាងលើបន្សល់ទុកឲ្យជេកឈរម្នាក់ឯងនៅក្នុងបន្ទប់ទទួលភ្ញៀវគាត់បានយកដៃស្ទាបមុខខ្លួនឯងដែលពោពេញទៅដោយអារម្មណ៍ខ្លោចផ្សានិងឯកោរយៈពេលត្រឹមតែ10ឆ្នាំសោះធ្វើឲ្យគាត់ប្រែជាចាស់ជរាដល់ថ្នាក់នេះផងឬរសៀលថ្ងៃបន្ទាប់ក្រោយពេលចេញពីរៀន Lucy បានមកផ្ទះចាស់របស់នាងម្ដងទៀតប៉ុន្តែផ្ទះនោះបែរជាទំនេរស្អាតនាងបានលុតជង្គង់ចុះនៅមុខទ្វារហើយលូកដៃទៅក្រោមផើងផ្កាដើម្បីយកសោសម្រាប់ចាក់គួរឲ្យស្ទាត់ជំនាញហាក់ដូចជាភាពសាំទាំងនេះមិនដែលរលាយបាត់ពីការចងចាំរបស់នាងតតែសោះនាងបើកទ្វារចូលទៅរួចដកយកលុយដែលនាងធ្លាប់លាក់ទុកចេញមកពីនោះមកនាងក៏បានទាញអាល់ប៊ុមរូបថតចេញពីថតទៅនៅក្នុងបន្ទប់ទទួលភ្ញៀវហើយចាប់ផ្ដើមបើកមើលរូបថតដែលកត់ត្រានៅរឿងរ៉ាវរីករាយរបស់គ្រួសារដែលមានសមាជិក3នាក់ប៉ុន្តែនៅពេលដែលនាងបើកទៅដល់ទំព័រចុងក្រោយដៃរបស់នាងក៏រឹងកំព្រឹសព្រោះវាជាទំព័រដ៏ទេស្អាតនាងសម្លឹងមើលវាដោយកែវភ្នែកត្រជាក់ស្រេបចាប់តាំងពីនាងចាក់ចេញទៅគឺគ្មានរូបថតថ្មីណាមួយត្រូវបានបន្ថែមឡើយផ្ទះដែលធ្លាប់តែពោពេញទៅដោយសម្លេងសាច់សប្បាយហាក់ដូចជាត្រូវបានកកស្ទះនៅត្រង់ចំណុចដែលនាងបានស្លាប់ទៅ Lucy ក៏សម្រេចចិត្តថានាងត្រូវតែធ្វើអ្វីមួយដើម្បីពួកគេក្រោយពីបញ្ចប់កិច្ចការនៅថ្ងៃនោះជេកទទួលបានទូរស័ព្ទពីលេខមួយដែលមិនធ្លាប់ស្គាល់ចុងខ្សែខាងនោះបាននិយាយដោយសម្លេងនិងកាយវិការដ៏ស្អាមដោយអះអាងថានាងគឺជាភរិយារបស់គាត់ហើយណាត់ជួបគាត់នៅកន្លែងចាស់ដែលពួកគេចូលចិត្តទៅភ្លាមពេលទូរស័ព្ទកាប់ផ្ដាច់ទៅគាត់ក៏ឈរថ្មឹងទាំងអារម្មណ៍ច្របូកច្របល់ជេកបានជិះរថយន្តក្រុងត្រឡប់មកផ្ទះវិញទាំងបណ្ដោយឲ្យគំនិតអន្តែតអណ្ដូងទៅកាលពី2ឆ្នាំមុនដែលកាលនោះគាត់និង Lucy តែងតែទៅដេតយប់ជ្រៅជានិច្ចដោយសារតែរវល់ការងារឬរឿងកំពេចកំប៉ុកនៅក្នុងអំឡុង